nhiệt từng lại đằng tê thà hai đầu vây ban chỉ niệm từng lại cợt tục dương tayจะcợt tục cướp được kia nữa tơ đằng bị mù hạt onเลิกខ្ញុំប្រាប់មូលហេតុដែលអ្នកទាំងឡាយកើតទុក្ខគឺដោយសារអ្នកទាំងឡាយជួបនៅរឿងដែលខកបំណងរឿងដែលខុសចិត្តហ្នឹងឯងអញ្ចឹងអ្នកទាំងឡាយកើតទុក្ខអ្នកទាំងឡាយកើតទុក្ខហើយខ្វល់ខ្វាយគ្រប់បែបយ៉ាងនៅអ្វីដែលខ្លួនបានជួបតើអ្នកទាំងឡាយអាចដោះស្រាយអ្វីបានខ្លះនៅពេលដែលអ្នកទាំងឡាយកើតទុក្ខច្បាស់ជាមិនអាចដោះស្រាយអីបានទេវាបានត្រឹមតែធ្វើឲ្យចិត្តនោះក្តៅក្រហាយចិត្តនោះកតុកកតេញសោកសៅមានភាពរីករាយមិនតែប៉ុណ្ណោះអ្នកខ្លះថែមនឹងធ្វើឲ្យកាយនឹងឈឺទៅទៀតដោយសារតែរឿងកើតទុក្ខនោះឯងកើតរឿងរ៉ាវឬក្នុងជីវិតមិនល្អដោះស្រាយវាមិនចេញងឹតមុខឈឹងបន្ទោសនេះបន្ទោសនោះគ្រប់យ៉ាងណាឯងទីបញ្ចប់ធ្វើឲ្យកាយឈឺទៅទៀតហើយអាបញ្ហាដោះអត់ចេញដែរលើតែដែរអញ្ចឹងអ្នកទាំងឡាយពិចារណាបន្តិចទៅមើលបើអញ្ចឹងតដែរយើងកើតទុកធ្វើអីអញ្ចឹងយើងរីករាយទៅអ្នកទាំងឡាយត្រូវពិចារណាថាធម៌ទាំងឡាយវាកើតឡើងបានដោយសារតែមានហេតុមានបច្ច័យបោះផុនវាមិនចេះតែកើតទេវាមិនចេះតែកើតទេបើក្នុងបច្ចុប្បន្នយើងពិចារណាមិនឃើញហេតុច្បាស់ជាហេតុពីអតីតជាតិមុនហើយដែលយើងបានធ្វើរួចហើយប៉ុន្តែយើងមិនដឹងអញ្ចឹងគ្រប់យ៉ាងដែលយើងបានជួបវាមិនមែនជារឿងចៃដន្យនោះទេវាសតតែមានហេតុមានបច្ច័យរបស់វាទើបវាឲ្យផលបានបើអ្នកទាំងឡាយពិចារណាយល់នៅកន្លែងនោះអ្នកទាំងឡាយប្រកាសជាទទួលព្រមទទួលស្គាល់នៅការពិតដែលអ្នកទាំងឡាយកំពុងទៅជួបបើអ្នកទាំងឡាយទទួលស្គាល់ទទួលព្រមនៅអ្វីដែលបានជួបអ្នកទាំងឡាយប្រកាសជាអាចកាត់បន្ថយឬក៏លះបង់នៅក្តីទុក្ខបានអាចនៅជាសុខបានអញ្ចឹងបុគ្គលដែលអាចនៅជាសុខបានហើយខ្លួនជួបរឿងអាក្រក់រឿងអាក្រក់នោះมันអាចធ្វើឲ្យផ្លូវចិត្តបុគ្គលនោះសោកសៅឬក៏កន្ទក់កតេញទៅតាមរឿងដែលខ្លួនបានជួបបានសេចក្តីថាបុគ្គលនោះគឺជាបុគ្គលដែលបានអប់រំចិត្តដែលបានសិក្សារៀនសូត្រស្គាល់ច្បាស់អំពីហេតុនិងផលច្បាស់លាស់ទើបបុគ្គលនោះអាចនៅជាសុខបានទោះបីជាខ្លួនកំពុងតែមានទុក្ខក៏ដោយតែมันអាចធ្វើឲ្យផ្លូវចិត្តរបស់លោកក៏ទុក្ខបានទេអញ្ចឹងបុគ្គលប្រភេទនេះគឺជាបុគ្គលដែលអស្ចារ្យបំផុតហើយអញ្ចឹងអ្នកទាំងឡាយក៏អាចធ្វើជាបុគ្គលដែលអស្ចារ្យបំផុតបានដែរប៉ុន្តែអាចធ្វើទៅបានអ្នកទាំងឡាយត្រូវតែស្គាល់ធម៌ដែលកើតឡើងព្រោះតែមានបច្ច័យមានហេតុពីខាងដើមនោះឯងទើបអាចកើតឡើងបានកាលណាស្គាល់របៀបនេះយើងនឹងទទួលស្គាល់វាហើយកាលណាតែយើងទទួលស្គាល់ក្តីទុក្ខវាក៏អាចកាត់បន្ថយទៅតាមនោះឯងហើយខ្ញុំសង្ឃឹមថាញាតិធម៌ទាំងឡាយអាចស្ដាប់យល់ទៅចោះហ្នឹងហើយខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា